Hello ជំរាបសួរ ស្វាគមន៍ This is conversational English and conversational English and ការសន្ទនាភាសាអង់គ្លេសនិង United States citizenship questions United States citizenship questions សំណួរសម្រាប់ការចូលសញ្ជាតិអាមេរិក This is lesson 156 lesson 156 หรือ lesson 156 หรือ lesson 156 ទាំងអស់ហ្នឹងមានន័យថាមេរៀនទី156 Today is Wednesday, June 11th, 2025. Wednesday, June 11th, 2025 หรือ Wednesday, June 11th, 2025 หรือថ្ងៃពុធទី11ខែមិថុនាឆ្នាំ2025 Please say one sentence or one word in English. You may use your notes from prior lessons. Please say one sentence or one word in English. You may use your notes from prior lessons. So និយាយមួយឃ្លាឬមួយពាក្យជាភាសាអង់គ្លេសអ្នកអាចប្រើសៀវភៅសរសេររបស់អ្នកពីមេរៀនមុន I'm afraid that someone might grab me. I'm afraid that someone might grab me. ខ្ញុំខ្លាចមាននរណាម្នាក់ចាប់ខ្ញុំ grab មានន័យថាចាប់ catch មានន័យដូចគ្នាមានន័យថាចាប់ Don't catch me. Don't catch me. កុំចាប់ខ្ញុំ I might catch you instead. I might catch you instead. ខ្ញុំប្រហែលជាចាប់អ្នកវិញ So កុំចាប់ខ្ញុំប្រយ័ត្នខ្ញុំចាប់វិញអញ្ចឹងណាម្ដងទៀត catch មានន័យថាចាប់ ស្តៀងនឹង grab ដែរ pagoda មានន័យថាវត្ត មួយទៀត temple អានឹងយើងអាចប្រើជំនួសពាក្យវត្តក៏បាន ប៉ុន្តែ temple អង់គ្លេសមានន័យថាវត្តធំធេង ដូចជាអង្គរវត្ត ប្រាសាទអង្គរវត្ត អញ្ចឹងណា temple ប៉ុន្តែយើងអាចប្រើវត្តដែលនៅតាមផ្ទះតាមភូមិ ដូចនៅ Long Beach ឬក៏នៅ Stockton ឬនៅ Phelan ហ្នឹងយើងអាចប្រើពីរពាក្យហ្នឹងបាន pagoda temple ជាវត្ត ប៉ុន្តែបើសិនជាយើងនិយាយពីវត្តអង្គរវត្តវិញ យើងត្រូវប្រើពាក្យនេះ temple ព្រោះអីវាធំធេង There are over 200 monks at that pagoda. There are over 200 monks at that pagoda. មានព្រះសង្ឃជាង200អង្គនៅក្នុងវត្តនោះ There are មាន over លើសពី right 2 អានឹង2បណ្ដោយ 100 100 monks ព្រះសង្ឃ at គឺនៅ that នៅទីនោះនៅកន្លែងនោះអញ្ចឹងណា pagoda យើងរៀនហើយជាវត្តម្ដងទៀត There are over 200 monks at that pagoda មានព្រះសង្ឃជាង200អង្គនៅក្នុងវត្តនោះ pagoda មានន័យថាវត្តឬ temple ក៏បាន នេះសំណួរសម្រាប់ការចូលសញ្ជាតិអាមេរិកសំណួរទី63
when was the Declaration of Independence adopted ម្ដងទៀត 63 when was the Declaration of Independence adopted នៅថែមអក្សរខ្មែរ 63 when was the Declaration of Independence adopted តើសេចក្តីប្រកាសឯករាជ្យត្រូវបានអនុវត្តនៅពេលណាចម្លើយ or answer July 4th 1776 July 4th 1776ថ្ងៃទី4ខែកក្កដាឆ្នាំ1776ម្ដងទៀត When was the Declaration of Independence adopted ចម្លើយ July 4th 1776អូខេនេះគឺសំណួរសម្ភាសគឺឧទាហរណ៍បើសិនជាយើងចូលការសម្ភាសហ្នឹងតើអ្នកសម្ភាសគេសួរអីខ្លះនេះដែលនារីហ្នឹងគឺដើរតួជា officer ឬក៏អ្នកសម្ភាសហើយបរិះហ្នឹងគឺដើរតួជាអ្នកដាក់ពាក្យដែលសុំចូលសញ្ជាតិអាមេរិកហ្នឹងអូខេ officer គេនិយាយថា Have you ever used any other names? Have you ever used any other names? Have you ever used any other names? តើអ្នកធ្លាប់ប្រើឈ្មោះផ្សេងទៀតទេចម្លើយដែលយើងអាចប្រើបានមួយ No I haven't No I haven't ទេខ្ញុំមិនដែលទេអាហ្នឹងបើសិនជាយើងចង់ថា no ទៅទេមួយម៉ាត់ក៏បាន No Have you used any other names No Okay សំណួរមួយទៀត When is your birthday When is your birthday ថ្ងៃកំណើតរបស់អ្នកគឺនៅពេលណាចម្លើយ March 15th 1987 March 15th 1987ថ្ងៃទី15ខែមីនាឆ្នាំ1987 And where were you born And where were you born ហើយតើអ្នកកើតនៅឯណា I was born in Germany I was born in Germany ខ្ញុំកើតនៅប្រទេសអាល្លឺម៉ង់ឬបើសិនជាយើងខ្មែរយើងដូរទៅពាក្យ Germany យើងដាក់ថា Cambodia I was born in Cambodia នឹងបកប្រែទៅគឺខ្ញុំកើតនៅស្រុកខ្មែរឬក៏ប្រទេសខ្មែរអូខេប៉ុណ្្នឹងឯងចប់ហើយ Thank you សូមអរគុណ Bye bye